រ៉េខាងជើងត្រូវបានគេចាត់ទុកថាជាប្រទេសក្រីក្រនិងឯកាមួយបំផុតក្នុងលោកអស់រយៈពេលជាង70ឆ្នាំមកនេះត្រកូលគីមបានក្តោបក្តាប់ប្រើប្រាស់អំណាចផ្ដាច់ការគ្រប់គ្រងលើជោគវាសនាប្រជាពលរដ្ឋដ៏កំសត់ដែលមានប្រមាណសរុប25លាននាក់ពិភពលោកហាក់មានការចាប់អារម្មណ៍ដោយមានការសង្ស័យថាមេដឹកនាំកូរ៉េខាងជើងគឺលោកគីមចុងអ៊ុនអាចនឹងស្លាប់បាត់បង់ជីវិតហើយដោយសារជំងឺបេះដូងដ៏ធ្ងន់ធ្ងរត្បិតអីលោកបានបាត់មុខពីសាធារណជនឈឹងតែម្ដងខាងក្រោមនេះគឺជារឿងរ៉ាវអាត់កំបាំងទាំង10យ៉ាងដែលអ្នកមិនអាចដឹងពីប្រទេសកូរ៉េខាងជើងទី1ជាង 40% នៃប្រជាជនកូរ៉េខាងជើងជួបភាពអត់ឃ្លានអត្រាភាពអត់ឃ្លានរបស់ប្រជាជនកូរ៉េខាងជើងបានកើនឡើងដល់ 37.5% ទៅ 43.4% គិតត្រឹមឆ្នាំ 2018 កន្លងទៅនេះបើយោងទៅតាមឯកសារស្រាវជ្រាវសន្ទុះភាពអត់ឃ្លានឬ Global Hunger Index របស់វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអាហារ IFPRI ទី2ប្រព័ន្ធអ៊ីនធឺណិតនៅកូរ៉េខាងជើងស្ទើរតែគ្មានអ្នកប្រើប្រាស់ការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតនៅកូរ៉េខាងជើងពិតជាមានការរឹតបន្តឹងតែងមែនទែនពីរដ្ឋាភិបាលអ្នកប្រើប្រាស់អ៊ីនធឺណិតគឺត្រូវប្រើប្រាស់អ៊ីនធឺណិតមួយរបស់រដ្ឋដែលមានឈ្មោះថាខ្វាំងមីយ៉ាងយ៉ាងណាមិញពលរដ្ឋកូរ៉េខាងជើងដែលអាចប្រើប្រាស់អ៊ីនធឺណិតបានគឺមានតែក្រុមមន្ត្រីកម្ពុជាកាន់អំណាចនៅក្នុងជួររាជរដ្ឋាភិបាលសិស្សនិស្សិតដែលជាកូនរបស់ត្រកូលអភិជននិងអ្នកធ្វើការក្នុងអង្គភាពចារកម្មអ៊ីនធឺណិតរបស់រដ្ឋទី3ធនធានរ៉ែក្រោមដីរបស់កូរ៉េខាងជើងត្រូវបានគេវាយតម្លៃថាមានតម្លៃរាប់ពាន់លានដុល្លារឯណោះអ្វីត្បិតតែជាប្រទេសដែលក្រីក្របំផុតមួយក្នុងលោកកូរ៉េខាងជើងប្រៀបដូចជាដែនដីដ៏ពិសិដ្ឋមួយតាំងលើកំណប់រ៉ែដែលមានតម្លៃមហាសាលដែលមិនទាន់ត្រូវបានគេចម្រាញ់យកនៅឡើយទេយោងទៅតាមអង្គការ Quad បានឲ្យដឹងថាធនធានរ៉ែក្រោមដីរបស់ប្រទេសនេះអាចមានតម្លៃពី6ទៅ10ពាន់លានដុល្លារទី4ការពីនៅរស់ឪពុកលោកគីមចុងអ៊ុនគឺលោកគីមចុងអ៊ីលចំណាយប្រាក់$8សែនសម្រាប់ទិញស្រា Hennessy ក្នុងមួយឆ្នាំយោងទៅតាមរបាយការណ៍សារព័ត៌មាន US News បានឲ្យដឹងថាក្នុងមួយឆ្នាំលោកគីមចុងអ៊ីលចំណាយប្រាក់$8សែនសម្រាប់ទិញស្រាយកទៅពិសាក្នុងពិធីធំៗរបស់រដ្ឋជាទូទៅស្រាប្រភេទនេះលក់ក្នុងតម្លៃ$630ក្នុងមួយដបសម្រាប់ទីផ្សារកូរ៉េខាងជើងឬស្មើទៅនឹងពាក់កណ្ដាលនៃ GDP ម្នាក់ដែលប្រជាជនរបស់ខ្លួនរកបានក្នុងមួយឆ្នាំទី5នៅកូរ៉េខាងជើងមានស្តង់ដារសេដ្ឋកិច្ច2ហើយតម្លៃអ្វីៗទាំងអស់ក៏បែងចែកជា2ដែរលោក Bill Ground ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Georgetown បានប្រាប់សារព័ត៌មាន Marketplace កាលពីឆ្នាំទៅមិញថាការកំណត់តម្លៃអ្វីៗនៅរដ្ឋឯកាមួយនេះគឺបែងចែកជា2កម្មករម្នាក់ដែលធ្វើការក្នុងមុខតំណែងដូចគ្នានៅក្នុងក្រុមហ៊ុនរដ្ឋអាចទទួលបានប្រាក់តិចជាងកម្មករផ្សេងទៀតដែលធ្វើការឲ្យរោងចក្រចិនដែលអាចរកប្រាក់ចំណូលបានលើសដល់ទៅ100ដងទី6ផ្លូវលំដែលមានតម្លៃ$3.9 លានគឺជាចំណុចស្នូលនៃគម្រោងបង្រួបបង្រួមឧបទ្វីបកូរ៉េគណៈកម្មាធិការផ្លាស់ប្ដូរនិងសហប្រតិបត្តិការអន្តរជាតិកូរ៉េបានអនុម័តថវិកា$3.9 លានដើម្បីសាងសង់ផ្លូវលំមួយខ្សែនៅតំបន់ដែលគ្មានយោធាឬ DMZ ដែលបែងចែកព្រំដែនរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងគម្រោងនេះគឺជាជំហានមួយដែលកើតចេញពីកិច្ចព្រមព្រៀងកាលពីខែមុនដើម្បីចាប់ផ្ដើមចាត់វិធានការប្រែក្លាយតំបន់ DMZ ទៅជាតំបន់សន្តិភាពទី7ក្រុម hacker ឬក្រុមវាយប្រហារតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើងធ្លាប់ចូលលួចលុយធនាគារផ្សេងបាន$670 លានយោងទៅតាមរបាយការណ៍ចេញពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថាក្រុម hacker របស់កូរ៉េខាងជើងធ្លាប់បានចូលលួចលុយសរុប$670 លានពីធនាគារជាច្រើនដូចជា$81 លានពីធនាគារកណ្ដាលរបស់បង់ក្លាដេស$13.5 លានពីធនាគារ Cosmo របស់ឥណ្ឌា$10 លានពីទូ ATM របស់ប្រទេសឈីលីនិងបណ្ដាស្ថាប័នហិរញ្ញវត្ថុជាច្រើនផ្សេងទៀតទី8កូរ៉េខាងជើងអាចរកលុយពីអំពើខុសច្បាប់ផ្សេងក៏$50 លានដែរក្នុងមួយឆ្នាំក្រៅពីការវាយប្រហារតាមអ៊ីនធឺណិតរដ្ឋាភិបាលប្រទេសនេះអាចរកលុយយ៉ាងហោចណាស់ក៏បាន$50 លានផងដែរក្នុងមួយឆ្នាំពីអំពើខុសច្បាប់ជាច្រើនដូចជាការជួញដូរគ្រឿងញៀននិងការចរាចរណ៍លុយក្លែងក្លាយរដ្ឋាភិបាលកូរ៉េខាងជើងធ្លាប់បានបដិសេធនឹងរបាយការណ៍នេះប៉ុន្តែមិនធ្លាប់បានបង្ហាញភស្តុតាងច្បាស់លាស់ណាមួយតទល់នឹងរបាយការណ៍របស់អង្គការសហប្រជាជាតិនោះឡើយហើយលុយកខ្វក់ទាំងនេះត្រូវបានគេរាយការណ៍ថាយកទៅផ្គត់ផ្គង់ឲ្យជីវភាពជនស៊ីវិលរបស់មេដឹកនាំកូរ៉េខាងជើង
ទី9បើចង់រត់ចេញពីកូរ៉េខាងជើងត្រូវបង់ប្រាក់ឲ្យអ្នករត់ការ$12,000ប្រសិនបើអ្នកជាប្រជាជនប្រទេសកូរ៉េខាងជើងហើយចង់រត់ចេញពីប្រទេសនេះអ្នកត្រូវចំណាយប្រាក់យ៉ាងច្រើនឲ្យទៅអ្នករត់ការហើយវិធីសាស្ត្រនេះកាន់តែតឹងតែងខ្លាំងចាប់តាំងពីលោកគីមចុងអ៊ុនចូលកាន់អំណាចក្នុងឆ្នាំ2011មកម្លេះតម្លៃនេះកើនឡើងឥតឈប់ឈរពីតម្លៃ$45ក្នុងឆ្នាំ2000ពី$2,000ទៅ$3,000ក្នុងឆ្នាំ2012ប្រសិនបើពួកគេចង់រត់ឆ្លងដែនចូលទៅកូរ៉េខាងត្បូងត្រូវចំណាយប្រាក់យ៉ាងហោចណាស់ក៏$12,000ឡើងទៅឲ្យអ្នករត់ការផងដែរទី10នៅកូរ៉េខាងជើងវណ្ណៈសង្គមបែងចែកខ្ពស់ទាបអាស្រ័យលើភាពស្មោះត្រង់របស់អ្នកមិនដូចនៅក្នុងប្រទេសឥណ្ឌាឬប្រទេសដទៃទៀតដែលមានវណ្ណៈខុសគ្នាអាស្រ័យលើស្ថានភាពសេដ្ឋកិច្ចហិរញ្ញវត្ថុឬកម្រិតអប់រំនៅកូរ៉េខាងជើងវណ្ណៈអភិជនគឺសុទ្ធតែអ្នកដែលមានភាពស្មោះស្ម័គ្របំផុតចំពោះរដ្ឋាភិបាលដូចនេះមានន័យថាពលរដ្ឋណាម្នាក់កាន់តែស្មោះត្រង់នឹងរដ្ឋកុម្មុយនីសនិងមេដឹកនាំរបស់ពួកគេអ្នកនោះនឹងទទួលបានឱកាសឡើងតំណែងកាន់តែខ្ពស់តាមនោះដែរដើម្បីបានតំណែងកាន់តែខ្ពស់អ្នកត្រូវគោរពតាមច្បាប់ទាំងអស់ដែលកំណត់ដោយមជ្ឈិមបក្សកូរ៉េខាងជើង